លោកភ្លាមទើបចូលមកដល់ក៏ឃើញនាងផ្កាហោះមករកលោកភ្លាមមើលទៅហាក់ដូចជានឹងបុកក្បាលលោកភ្លាមស្រាប់តែឃើញក្មេងស្រីដែលមកសុំការងាររត់មកនៅមុខលោកប្រធានភ្លាមដើម្បីទប់ពាងផ្កានោះកម្លាំងបុករបស់ពាងផ្កាធ្វើឲ្យក្មេងស្រីដួលទៅលើប្រធានក្រុមហ៊ុនហើយជាមួយនឹងប្រធានក្រុមហ៊ុនម្នាក់ដែលរមាស់ស្បែកចំពោះស្ត្រីមានការប៉ះពាល់ចិត្តស្និទ្ធគ្នាក្មេងស្រីភ័យខ្លាចរួចក៏រំកិលឡើងពីដីពេលនេះក្មេងស្រីចង់ស្វែងរកកន្លែងលាក់ខ្លួនណាស់តែអ្នកជំនួយការបែរជាស្ដីបន្ទោសក្មេងស្រីថាអ្នកជាមនុស្សឈួតខ្ញុំប្រាប់អ្នកលោកពូរបស់យើងប៉ះពាល់នឹងមនុស្សចម្លែកនិងរមាស់ខ្លួនទាំងមូលហើយក្អកខ្លាំងបើលោកពូរបស់យើងមានរឿងអ្វីអ្នកក៏កុំសង្ឃឹមថានឹងរួចខ្លួនដែរតែបញ្ហានេះប្រធានក្រុមហ៊ុនតែជារកឃើញថាខ្លួនមិនមានប្រតិកម្មអាឡែស៊ីឡើយខណៈដែលលោកប្រធានគិតថាជំងឺរបស់គាត់បានធូរស្បើយស្រាប់តែនារីដែលចង់រៀបការចូលក្នុងត្រកូលអភិជនម្នាក់ឈានឱកាសចូលទៅចាប់ដៃលោកប្រធានមិននឹកស្មានថាលោកប្រធានក៏អត់ភ្លាមបន្ទាប់មកក៏ដោះកន្ទួលពេញខ្លួនធ្វើឲ្យនារីនោះភ័យស្លន់ស្លោបាតុភូតចម្លែកនេះធ្វើឲ្យប្រធាននឹកឃើញដល់មនុស្សម្នាក់ប្រធានដែលមានអាឡែស៊ីនឹងស្ត្រីតាំងពីក្មេងកាលពីអាយុ5ឆ្នាំត្រូវបានជនអាក្រក់ចាប់ជំរិតពេលដែលគាត់បានរួចខ្លួនពីការលំបាកស្រាប់តែត្រូវបានក្មេងស្រីម្នាក់ជួយសង្គ្រោះតែក្មេងប្រុសម្នាក់នេះកើតជំងឺស្អប់អាហារធ្ងន់ធ្ងរក្រោយពីក្មេងស្រីនាំគេមកផ្ទះគេមិនព្រមញ៉ាំឬផឹកអ្វីទាំងអស់អ្នកដទៃក៏គ្មានវិធីជួយគេដែរចំណែកក្មេងស្រីដែលត្រូវបានចុងភៅល្បីល្បាញម្នាក់បណ្ដោះបណ្ដាលតាំងពីតូចបានសម្រេចចិត្តចុះចម្អិនអាហារដោយខ្លួនឯងដើម្បីធ្វើម្ហូបឲ្យក្មេងប្រុសស្គមស្គាំងម្នាក់នេះក្មេងប្រុសរកឃើញថាខ្លួនឯងមិនប្រតិកម្មនឹងតែក្មេងស្រីម្នាក់នេះទេក៏ឆ្ងល់ចង់ដឹងថាតើក្មេងស្រីម្នាក់នេះអាចធ្វើម្ហូបអ្វីបានខ្លះទាំងនេះសុទ្ធតែជារបស់ដែលអូនធ្វើមែនទេមកបងចុកអូននេះគឺជាគ្រឿងផ្សំស្រស់តែខ្ញុំបានបេះពីលើភ្នំតាំងពីព្រឹកព្រលឹមសម្បីតែលោកតាចង់ញ៉ាំក៏គ្មានដែរសាក់មើលទៅមិនខកបំណងទេឃើញឯងស្គមម្លេះខ្ញុំហៅឯងថាកូនស្គមក៏បានដែរខ្ញុំបានញ៉ាំអាហារដែលគេធ្វើឲ្យមិនបានអួតទេក្មេងប្រុសដែលឃ្លានអស់រយៈពេលជាច្រើនថ្ងៃភ្លាមនោះក៏ញ៉ាំយ៉ាងលឿនបានញ៉ាំអាហារទាំងអស់ដែលក្មេងស្រីធ្វើដូច្នេះហើយក្មេងប្រុសនៅក្រោមការថែទាំដោយយកចិត្តទុក